ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំខ្ញុំពីកាត់ធ្វើនៅភេសជ្ជៈប៉ុន្តែជាដំបូងហ្នឹងខ្ញុំត្រូវបេះផ្កាយកទៅដាក់តាំងសិនស្អាតណាស់បងប្អូនអើយមកដល់ផ្ទះវិញហើយខ្ញុំក៏បានរៀបចំផ្កាណាផ្កាឈូកនេះជាផ្កាដែលខ្ញុំស្រឡាញ់មែនតែនហើយមើលទៅសុភាពបរិសុទ្ធការជុកនេះខ្ញុំសុខចិត្តបេះនៅក្នុងបន្លាយទឹកក្បែរផ្ទះបន្លាយទឹកស្អុយតែមានបឹងឈូកដុះច្រើនមែនតែនហើយខ្ញុំខ្ជិលទិញដោយសារតែឈូកនេះឈូកលក្ខណៈឈូក6ខែហើយមើលទៅរឹងមាំល្អបើឈូកគេលក់ឃើញដាំតូចតូចឆ្មាអត់សូវស្អាតចឹងណាពុកម៉ែបងប្អូនណាមួយគឺថាសៀវលុយដែរហើយចំពេលល្ងាចហ្នឹងខ្ញុំហាត់ប្រាណមកត្រួសពីត្រួសចឹងណាដើម្បីសុខភាពមានអីចេះញើសស្រួលខ្លួនណាហើយផ្កាតបែកភ័យហ្នឹងក៏នៅក្បែរល្មងចាក់ដែរមិនមែនជារបស់អ្នកណាដែរមេគឺលោះដល់ឯងនៅតាមផ្លូវចឹងណាខ្ញុំឃើញស្អាតខ្ញុំក៏បែកបន្តែនៅលើមេឃផ្កាតបែកភ័យហ្នឹងសុទ្ធតែសម្លយខ្មៅបងប្អូនតើបងខ្ញុំមិនដឹងទេទៅតែកាច់មកហើយមិនឃើញសុទ្ធតែសម្លយអូយនិយាយរួមសំតកម្មទេនេះខ្ញុំទៅធ្វើបាបសត្វតែខ្ញុំអត់បានសម្រាប់ពួកវាទេគ្រាន់តែអលាស់យកចេញតែប៉ុណ្ណោះខ្ញុំសូមបង្ហាញអំពីការធ្វើនៅភេសជ្ជៈនេះគឺល្អខ្លាំងមែនតើបងប្អូនជួយទាំងសម្រស់ជួយទាំងស្បែកជួយទាំងសុខភាពណាសម្រស់យើងក៏អត់ចាស់ស្បែកយើងក៏ស្អាតចាស់គ្រឿងផ្សំមានដូចជាចាប់ដើមហាន់គ្រឿងផ្សំទាំងអស់ហ្នឹងសិនគ្រឿងផ្សំទាំងអស់ហ្នឹងអត់សូវចំណាយលុយច្រើនប៉ុន្មានទេណាពុកម៉ែបងប្អូនអាចធ្វើដាក់ក្នុងទូទឹកកកទុកញ៉ាំជាប្រចាំថ្ងៃបានអស់លុយច្រើនតែទិញម៉ាស៊ីននេះសម្រាប់កិននេះម៉ាស៊ីននេះមានពីរប្រភេទមានកិនស្ងួតចាកិនស្ងួតហ្នឹងថ្លៃជាង 1-30000 ហើយចំណែកកិនទឹកនេះ1ទៅ25000ឯម៉ាកអូសាការបស់ជប៉ុនណាពេលកិនក្លុកបែបនេះត្រូវថែមទឹកបន្តិចពុកម៉ែបងប្អូនខ្ញុំដាក់ទឹកក្តៅចំនួនប្រហែលជាកន្លះកែវឯងពុកម៉ែបងប្អូនទាំងអស់នៅក្នុងទឹកការ៉ុតណាមានវីតាមីន A វីតាមីន B វីតាមីន C ប៉ូតាស្យូមនិងជាតិសរសៃ fiber ច្រើនជួយក្នុងការសម្រកទម្ងន់ជួយក្នុងប្រព័ន្ធរំលាយអាហារជាពិសេសអ្នកដែលទល់លាមកអីហ្នឹងអាសាញ៉ាំបន្លែដែលមានជាតិសរសៃច្រើនគឺល្អចំពោះសុខភាពកាពះពោះវៀនណាមិនត្រឹមតែប៉ុណ្ណោះឲ្យពុកម៉ែបងប្អូនដោយសារទឹកការ៉ុតមានវីតាមីន A គឺជួយការពារស្បែកពីកាំរស្មី UVB ជាកម្ដៅមកពីព្រះអាទិត្យអញ្ចឹងណាគឺជួយកាត់បន្ថយជំងឺមហារីកស្បែកប៉ុន្តែមិនមែនមានន័យថាពុកម៉ែបងប្អូនចេញទៅក្រៅអត់ត្រូវលាបឡេកាពីមិនត្រូវថ្ងៃទេត្រូវតែលាបគ្រាន់ថាវីតាមីន A នេះជួយកាត់បន្ថយជំងឺនឹងបានខ្លះដែរអញ្ចឹងណាពុកម៉ែបងប្អូនហើយក៏ជួយរក្សានិងផ្ដល់សំណើមដល់ស្បែកជួយបង្កើនការសំយោគ collagen ដោយសារតែក្នុងទឹកការ៉ុតមានវីតាមីន C ចាំបាច់សម្រាប់ការសំយោគ collagen ធ្វើឲ្យស្បែកមានភាពយឺតនិងមិនងាយជ្រួញជួយព្យាបាលមុនកម្ចាត់ខ្លាញ់ត្រង់កកាត់បន្ថយស្នាមសម្លាកពុកម៉ែបងប្អូនគ្រាន់តែញ៉ាំទឹកការ៉ុតមួយកែវនៅក្នុងមួយថ្ងៃឬក៏មើមការ៉ុត1មើមឬក៏2មើមឬក៏ដាក់ទៅក្នុងធ្វើជាម្ហូបអាហារចម្អិនក៏បានមុននឹងខ្ញុំនិយាយអំពីអត្ថប្រយោជន៍ទឹកការ៉ុតឥឡូវខ្ញុំនិយាយអំពីអត្ថប្រយោជន៍នៃទឹករមៀតម្ដងរមៀតសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មការរលាកវីតាមីន C ដែលផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យដល់ស្បែករបស់យើងទី1ជួយខួរក្បាលពុកម៉ែបងប្អូនចង់ញ៉ាំជាទឹករមៀតស្រស់ក៏បានឬក៏យកជាម្សៅរមៀតក៏បានយកលាយជាមួយនឹងទឹកក្តៅអ៊ុនឆុងញ៉ាំនៅពេលព្រឹកគឺជួយឲ្យខួរក្បាលបង្កើនភាពស្វាហាប់និងធ្វើឲ្យខួរក្បាលមានភាពរវាសរវើយទី2ជួយសុខភាពបេះដូងញ៉ាំទឹករមៀតរាល់ថ្ងៃជួយកម្ចាត់ជាតិពុលពីឈាមគ្រប់គ្រងជំងឺឈាមផ្សេងៗជួយឲ្យឈាមរាវបង្ការកំណកឈាមទាំងអស់នេះអាចជួយបញ្ជៀសការកាំងបេះដូងបានទី3ជួយថ្លើមជួយកម្ចាត់ជាតិពុលពីថ្លើមជួយធ្វើឲ្យកោសិកាថ្លើមបំពេញមុខងារបានប្រកបដោយប្រសិទ្ធភាពទី4ជួយសុខភាពស្បែកជួយបន្ទន់ជាតិពុលចេញពីរាងកាយប្រឆាំងភាពចាស់ធ្វើឲ្យស្បែកភ្លឺថ្លាមករលោងទី5ប្រឆាំងជំងឺមហារីកដោយគ្រាន់តែញ៉ាំទឹករមៀត3ដងក្នុងមួយសប្តាហ៍អាចជួយការពាររាងកាយពីហានិភ័យកើតជំងឺមហារីកបានចាប់ពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះសូមអរគុណដែលបានតាមដានទស្សនាជម្រាបលាជួបនឹងខ្ញុំក្នុងវីដេអូក្រោយ